វេទិកាធុរកិច្ចលើកទី3ក្រមប្រធានបទដើមទុនធំទាំង3ឆ្នៃអាជីវកម្មធុនតូចនិងមធ្យមបានជោគជ័យត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Barai Global Management ដែលប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនផ្ទាល់ក្នុងភូមិកោះកុយសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្ដាលនិងមានការអញ្ជើញចូលរួមពីម្ចាស់សហគ្រាសម្ចាស់អាជីវកម្មនិងភ្ញៀវជាតិអន្តរជាតិជាច្រើនរូបកាលពីព្រឹកថ្ងៃទី22ខែមីនាឆ្នាំ2025លោកស្រីអឹងស៊ីគឹមជាស្ថាបនិកនិងអគ្គនាយិកាក្រុមហ៊ុន Barai Global Management បានបញ្ជាក់ថាជាមួយនឹងការដាក់ចេញនូវគោលការណ៍និងផែនការសកម្មភាពអាទិភាពចំនួន5សម្រាប់ផែនការ5ឆ្នាំនិងការមើលឃើញពីការប្រកួតប្រជែងខ្ពស់និងភាពរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាទើបក្រុមហ៊ុនផ្ដួចផ្ដើមបង្កើតវេទិកានេះឡើងក្នុងគោលបំណងបង្កើតកិច្ចគាំទ្រដល់ម្ចាស់សិប្បកម្មក្នុងស្រុកតាមរយៈការលើកកម្ពស់ស្តង់ដារផលិតផលគាំពារហិរញ្ញវត្ថុនិងតំណភ្ជាប់ទៅកាន់ទីផ្សារអន្តរជាតិព្រមទាំងទីផ្សារហាឡាលចំណែកលោកស្រីសេងសំណាងជាស្ថាបនិកនៃសហគ្រាស JM LH បានប្រាប់ពីគោលបំណងនៃការចូលរួមយ៉ាងដូចនេះថាការដែលយើងបានមកចូលរួមនៅទីនេះគឺយើងមានគោលបំណងក្នុងការចង់ផ្សព្វផ្សាយផលិតផលខ្មែររបស់យើងណាចាផ្សព្វផ្សាយទាំងក្នុងប្រទេសព្រមទាំងធ្វើការនាំចេញទៅក្រៅប្រទេសផងដែរហើយជាក់ស្ដែងឃើញថាមានស្ថាប័ន Barai Global នេះគឺគាត់ប្រឹងប្រែងមែនទែនក្នុងការជួយប្រម៉ូទនៅផលិតផលក្នុងស្រុកដើម្បីនាំចេញទៅក្រៅប្រទេសដើម្បីជួយទៅដល់សេដ្ឋកិច្ចអ្នកដែលផលិតនៅក្នុងស្រុករបស់យើងចាហើយពិតជាសំណាងសម្រាប់សហគ្រាសធុនតូចមធ្យមដែលមកចូលរួមនៅក្នុងស្ថាប័ននេះអញ្ចឹងខ្ញុំចង់ផ្សព្វផ្សាយទៅដល់អ្នកផលិតកែច្នៃនៅក្នុងប្រទេសរបស់យើងទាំងអស់ហ្នឹងគឺអាចអញ្ជើញមកចូលរួមជាមួយនឹង Barai Global ដើម្បីយើងជួយគ្នាក្នុងការជំរុញទីផ្សារផលិតផលក្នុងស្រុកហើយយើងបាននាំចេញទៅក្រៅប្រទេសផងដែរទោះបីជាឥឡូវនេះនៅពេលនេះគឺយើងមានសមាជិកតិចនៅឡើយប៉ុន្តែយើងសង្ឃឹមថានឹងមានការចូលរួមច្រើនពីបងប្អូនដែលផ្នែកអ្នកផលិតកែច្នៃ